ប្រសិនបើជោគជ័យលោកជួយខ្ញុំឲ្យមានដំណើរការឡើងវិញប្រសិនបើលោកមិនយល់លោកចង់ជួយខ្ញុំគ្រួសារខ្ញុំធ្វើតបទៅវិញជាមួយនឹងស្ថានភាពថ្មីខ្ញុំជាមកពីសមត្ថភាពហើយសុខសប្បាយទេអត់គ្រូសួស្តីខ្ញុំសុខសប្បាយទេខ្ញុំសំទោសដោយសារតែការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ក្រួយតំណែងមិនអាចដឹកជញ្ជូនតាមកាលវិភាគបានទេប៉ុន្តែខ្ញុំពិតជាមានកំណត់ឈួតមែនទែនហើយសកលភាវូបនីយកម្មកំពុងតែកាន់កាប់ប្រសិនបើពួកយើងធ្វើប្រតិបត្តិការតាមអ៊ីនធឺណិតហានិភ័យធៀមការត្រឡប់មកវិញគឺខ្ពស់ប្រហែលជាឆន្ទៈរបស់ព្រះហេតុអីបានជាមិនទៅជាមួយនឹងលំហប្រាំតំណែង4តោននេះដើម្បីសាងបងកំណត់ថ្មីលោកពិតជាអក្រក់ខ្លាំងណាស់ទេសូមឲ្យខ្ញុំរបស់ខ្ញុំពេលកណ្ដាលហើយការដឹកជញ្ជូនដល់ពេលប្រាក់ថ្ងៃប៉ុន្តែខ្ញុំសុខចិត្តប្រើតំណែងដែលនៅសល់ដើម្បីសាកល្បងតិចចុះឆ្លាតមែនការដឹកជញ្ជូនពីតោនក្នុងរយៈពេល5ថ្ងៃបើមិនចឹងទេនឹងមានគ្រោះថ្នាក់ជាមិនខានកុំនិយាយជាមួយនឹងខ្ញុំនឹងគ្រឿងញៀនអីសោះពួកគេទាំងអស់នឹងជួលដល់ហើយមិនទេសម្លាញ់លាហើយឆ្លងផុតហើយស្ថានទូតមើលទៅដូចជាត្រូវពង្រីកហើយមែនទេមានបញ្ហាអីអន្តោប្រវេសន៍មានបញ្ហាអន្តោប្រវេសន៍អត់មានបញ្ហាទេមនុស្សទេដែលមានបញ្ហាតែមានបញ្ហាស្អីអន្តោប្រវេសន៍មានបញ្ហាអត់ទេនោះទើបមានបញ្ហាបែបនេះយូរណាស់មកហើយលោកនៅដល់បន្ទាប់ពីលោកបានរៀបការហើយណាយល់ហើយប្រពន្ធមានផ្ទៃពោះកាន់តែភ័យខ្លាចចឹងហើយតើលោកខ្លាចស្អីខ្លាចស្លាប់ខ្ញុំខ្លាចថាខ្ញុំមិនអាចឃើញមុខកូនស្រីខ្ញុំធំដូចគេនេះ7ឆ្នាំហើយណាមកឡានជួយរួចហើយខ្ញុំចង់សួរលោកមិនឆ្លើយក៏បានដែរបន្តទៀតលោកចង់ធ្វើស្អីពួកយើងអាចធ្វើអ្វីបានទៅខ្ញុំរើសយកកម្មឆ្លើយសំណួរលោកកុំនិយាយតាមគេច្រើនពេកការធ្វើអន្តោប្រវេសន៍ដោយសន្តិភាពមិនបាច់ទេប្រពន្ធខ្ញុំទៅមើលពូនថ្ងៃស្អែកតើអ្នកបាក់ឡានទៅមើលនាងហើយយកនាងមកវិញឡូតើលោកមានបញ្ហាអ្វីទេមិនទេអរគុណនាងឯងលោកមើលសារខ្ញុំជាមុនសិនទៅពួកយើងនឹងប្រើលេខទូរស័ព្ទអាមេរិកខាងត្បូងចែកចាយវិជ្ជកម្មនេះទៅកាន់អាស៊ីទាំងអស់ការចែកចាយនេះលេខឡើងម្ដងម្កាលដែរអ្នកដែលស្គាល់ជំនាញនឹងយល់គ្រាន់តែចុចលើ URL នេះកម្មវិធីមេរោគនឹងត្រូវបានដំណើរដោយស្វ័យប្រវត្តិហើយដល់ម៉ោងបើកទូរស័ព្ទភ្ជាប់ទៅនឹង Danet របស់ពួកគេធ្វើបានឡោះអាឡូអត់ទៅអ្នកស្រីលីងមានការប្រកាសបណ្ដោះអាសន្នមួយការណាត់ជួបរបស់អ្នកស្រីគឺរយៈពេល2ម៉ោងទៀតយល់ព្រមអត់បញ្ហាទេតែការរយៈឡើងមេទ្វីទេមិនបានចូលមកទីនេះការណាត់ជួបពន្យាពេល2ម៉ោងទៀតប្រាប់បងមកអូនតែបន្ទប់ទឹកសិនបងទៅជាមួយ